រដងនរណាគេចូលចិត្តនិយាយពាក្យនេះខ្លះមិនក៏បានហើយចូលបើសិនជាយើងនិយាយពាក្យថាមិនក៏បាននៅក្នុងភាសាចិនតែយើងគួរនិយាយបែបណាវិញអូខេតោះអញ្ចឹងថ្ងៃនេះលោកsưនឹងមកប្រាប់ទាំងអស់គ្នាអំពីរបៀបនិយាយពាក្យថាមិនក៏បាននៅក្នុងភាសាចិននិយាយដល់ពាក្យថាមិនក៏បាននៅក្នុងភាសាចិនគឺគេនិយាយថាស្វ័យពៀនបាទពាក្យស្វ័យពៀនពីរម៉ាត់នេះគឺមានន័យថាមិនក៏បានឬក៏តាមចិត្តយើងប្រើវាដើម្បីបង្ហាញថាយើងមិនមានតម្រូវការពិសេសអ្វីមួយទេឬក៏យើងបានផ្ដល់សិទ្ធិទៅឲ្យភាគីម្ខាងទៀតជាអ្នកធ្វើការសម្រេចចិត្តយើងនឹងទទួលស្គាល់ការសម្រេចចិត្តរបស់គាត់អូខេក្រៅពីការប្រើប្រាស់ពាក្យស្វ័យពៀននេះយើងក៏អាចប្រើ clear ឬក៏ពាក្យមួយចំនួនផ្សេងទៀតយកមកជំនួសបានផងដែរឧទាហរណ៍ដូចជានៅក្នុងពេលដែលយើងប្រើពាក្យថាមិនក៏បានដែលក្នុងអត្ថន័យមួយគឺយើងចង់ប្រាប់គេថាអ្នកជាអ្នកធ្វើការសម្រេចចិត្តចោះខ្ញុំនឹងទទួលគោរពតាមការសម្រេចចិត្តរបស់អ្នកទាំងអស់អូខេត្រង់កន្លែងហ្នឹងគឺយើងអាចប្រើ clear មួយមកជំនួសគឺ clear ថា你看着办吧ក្រៅពី clear មួយនេះក៏យើងអាចប្រើពាក្យផ្សេងៗទៀតដែរឧទាហរណ៍ដូចជា怎么样都行无所谓都行听你的បាទជាចុងក្រោយលោកsưចង់លើកទឹកចិត្តដល់អ្នកគ្នាបើសិនជាអ្នកគ្នាប្រើក្នុងទម្លាប់សាមញ្ញធម្មតាជាពិសេសគឺប្រើជាមួយមិត្តភ័ក្តិគួរណាតែប្រើពាក្យស្វ័យពៀនបាទហើយបើសិនជាអ្នកគ្នាប្រើជាមួយអ្នកដែលមានឋានៈធំជាងជាពិសេសគឺនៅកន្លែងការងារយើងគួរណាប្រើពាក្យធៀងនេះទៅឬក៏តោធៀងនេះពីព្រោះពេលដែលស្ដាប់មកគឺវាមានអារម្មណ៍ថាផ្ដល់ការគោរពទៅកាន់គេជាងដែលវាមានន័យថាអ្វីៗស្ដាប់តាមអ្នកទាំងអស់សម្រាប់បងប្អូនដែលទើបតែប្រឡងចប់បាក់ឌុបឆ្នាំនេះហើយមានបំណងចង់ពង្រឹងបន្ថែមទៅលើភាសាអង់គ្លេសឬក៏ភាសាចិនរបស់ខ្លួនឥឡូវនេះមជ្ឈមណ្ឌលអប់រំ Spring មានផ្ដល់ជូនអាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សនិស្សិត A ទទួលបានអាហារូបករណ៍ 100% សិស្សនិស្សិត B និង C ទទួលបានអាហារូបករណ៍ 50% ចំណែកឯសិស្សនិស្សិត D និង E ក៏ទទួលបានអាហារូបករណ៍ 30% ផងដែរលក្ខខណ្ឌងាយៗដែលគ្រាន់តែបំពេញព័ត៌មានទៅតាម link ដែលមាននៅក្នុង caption ឬក៏ scan QR code ដែលមាននៅលើវីដេអូជាការស្រេច